បងស្រីមើលនោះម៉ាក់យើងនឹងម៉ាក់អីគេអាអ្នកសុំទានឯណានេះដើរតាមផ្លូវមកស្គាល់សាច់ញាតិផ្ដេសផ្ដាស់អីអ្នកណាជាម៉ាក់ឯងអបព្រះអើយសឹងណានសៀវធានពិតជាកូនពីរអ្នកមែនក្តៅខ្លាំងដល់ថ្នាក់ជៀនពងទាបានទៅហើយមិនក៏មិននៅរៀននៅសាលាមកដើរចែកខិតបានតាមផ្លូវបែបនេះអ្នកស្រីអ្នកច្រឡំមនុស្សហើយពួកយើងមិនស្គាល់អ្នកទេសៀវធានកុំឲ្យផ្ដេសផ្ដាស់ទៅវិញទៅមិនច្រឡំទេម៉ាក់មិននឹងអាចចាំកូនខុសកូនក្នុងពោះកូនក្នុងផ្ទៃម៉ាក់ឈប់សិនកូនស្រីសុទ្ធសាធចុះដៃកូនមិនក៏លាករហូតដល់ហូរឈាមបែបនេះឆ្នាំនេះកូនរៀនថ្នាក់ទី12មែនទេកូនត្រូវតែនៅក្នុងថ្នាក់រៀនដែលមានម៉ាស៊ីនត្រជាក់តើបងប្អូនពីរនាក់មិនក៏ធ្វើខ្លួនដូចអ្នកសុំទានបែបនេះមាត់កូនប្រេះហូរឈាមអស់ហើយកុំប៉ះខ្ញុំថាអ្នកច្រឡំមនុស្សហើយពួកយើងគ្រាន់តែជាអ្នកស៊ីឈ្នួលក្រីក្រនៅតាមផ្លូវប៉ុណ្ណោះមិនហ៊ានទៅតាក់ទងនឹងលោកស្រីអ្នកមានទ្រព្យស្ដុកស្ដំដូចអ្នកទេសៀវធានទៅជាមួយបងទោះយើងក៏យើងមានគិតយូរដែរមិនត្រូវការសេចក្តីអាណិតពីអ្នកណានោះទេប្រាប់ការពិតខ្ញុំមកក្មេងស្លៀកពាក់រហែករហិនពីរអ្នកនេះជានរណាបងឲ្យអូនសុំទោសអូនមិនបានមានបំណងលាក់បងទេពួកគេគឺជាកូនបង្កើតរបស់អូនជាមួយប្តីចាស់ឆេងណែនកូនប្រាប់ម៉ាក់មកតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាកូនឈប់រៀនហេតុអ្វីបានជាធ្វើដូចជាមិនស្គាល់ម៉ាក់រៀនយកលុយឯណារៀនអាប៉ាម៉ែអាពីលេងល្បែងម្នាក់នោះវាលក់ផ្ទះចុងក្រោយដែលយើងមានអស់ហើយលុយថ្លៃចំណាយដែលម៉ាក់លួចផ្ញើមកឲ្យជារៀងរាល់ខែក៏ត្រូវវាដណ្ដើមយកទៅលេងល្បែងចាញ់អស់ដែរគាត់ចិត្តដាច់ដល់ថ្នាក់នឹងទៅរួចសំបីតែកូនខ្លួនឯងក៏មិនអាណិតដែរឬចុះលុយថ្លៃសាលា10000យន្តដែលម៉ាក់ខំលុតជង្គង់សុំយាយទុកឲ្យកូនកាលពីខែមុននោះយាយគាត់ជេរម៉ាក់ថាឃើញលុយភ្លេចគុណថាម៉ាក់ទៅធ្វើជីជំទាវតាមគេគាត់ក៏យកលុយនោះទៅបង់ថ្លៃរៀនពិសេសឲ្យកូនប្រុសរបស់ពួកអស់រលីងឆាវឈិនឈឺធ្ងន់ណាស់គាត់សំបីតែមួយកាក់ក៏មិនឲ្យពួកយើងដែរថែមទាំងយកអំបោះដេញពួកយើងចេញពីផ្ទះទៀតជេរពួកយើងថាជាមេខ្សត់ខ្សោយចាំតែស៊ីបាយឥតការចុះប៉ាបង្កើតរបស់ពួកកូនវិញគាត់ដឹងទេថាកូនបង្កើតរបស់គាត់កំពុងដើរចែកខិតបានតាមផ្លូវបែបនេះគាត់ជំពាក់បំណុលគេវ៉ាន់ដុករត់បាត់ស្រមោលតាំងពីយូរហើយគាត់ធ្លាប់ខ្វល់ពីពួកយើងទេឥឡូវនេះពួកយើងគ្មានសំបីតែផ្ទះសម្រាប់ជ្រកកោនរាល់ថ្ងៃត្រូវដេកក្នុងបំពង់ស៊ីម៉ងតក្រោមស្ពានពេលយប់មានតែសត្វកណ្ដុរនិងមូសខាំពេញខ្លួនបើខ្ញុំមិនចេញមកធ្វើការងារធ្ងន់ទេពួកយើងប្រហែលជាអត់អាហារស្លាប់តាមផ្លូវបាត់ទៅហើយពួកកូនត្រូវគេបៀតបៀនដល់ថ្នាក់នេះហើយហេតុអ្វីមិនមករកម៉ាក់បងស្រីថាម៉ាក់ពិបាកណាស់តម្រាំមានជីវិតល្អប្រសើរដូចសពថ្ងៃហើយពួកអ្នកនោះមើលទៅកាច់ខ្លាំងណាស់បងស្រីថាបើគ្រាន់តែព្រោះតែពួកយើងធ្វើឲ្យអ្នកត្រូវគ្រួសារខាងប្តីបណ្ដេញចេញម្ដងទៀតតើត្រូវធ្វើម៉េចពួកយើងសុខចិត្តទ្រាំឃ្លានខ្លួនឯងក៏មិនអាចធ្វើឲ្យម៉ាក់ពិបាកដែរពួកកូននេះណាកូនល្ងងរបស់ម៉ាក់ជីវិតខ្លួនឯងស្ទើរតែមិនរស់ទៅហើយនៅខ្វល់ពីម៉ាក់ដែលចិត្តដាច់ម្នាក់នេះទៀតម៉ាក់ពិតជាសុំទោសកូនខ្លាំងណាស់សឹងណានកូនស្ដាប់ម៉ាក់ត្រូវតែត្រឡប់ទៅរៀនវិញប្អូនក៏ត្រូវទៅពេទ្យដើម្បីព្យាបាលដែរខ្វះប៉ុន្មានម៉ាក់នឹងរកវិធីឲ្យខ្ញុំជំពាក់ថ្លៃសាលាជាង10000ប្អូនក៏ត្រូវទៅព្យាបាលជំងឺទៀតបូកទាំងថ្លៃជួលផ្ទះថោកមួយទៀតយ៉ាងហោចណាស់ក៏ត្រូវចំណាយ30000ដែរប្តីឲ្យខ្ញុំសុំអង្វរអ្នកចោះក្មេងទាំងពីរនេះគួរឲ្យអាណិតណាស់អ្នកមើលទៅតើលុយនេះអាចមិនដាច់ចិត្តឲ្យពួកគេទៅដេកក្រោមស្ពានឲ្យមូសខាំទៀតទេអាឆឹងភ្លាមនេះទៅបើកលុយសុទ្ធ1លានពីក្រុមហ៊ុនមកក្នុងរយៈពេល3នាទីត្រូវយកមកដល់ទីលាននេះយឺតតែ1វិនាទីស្អែកនេះឯងមិនបាច់ធ្វើការទេឈប់នៅនឹងទាំងអស់គ្នាអ្នកណាឲ្យសិទ្ធពួកឯងយកលុយនេះម៉ាក់ខ្ញុំជាអ្នកឲ្យមកយើងមិនបានលួចមិនបានប្លន់ទេតើអ្នកមានសិទ្ធិអ្វីមកគ្រប់គ្រងយើងដរាបណាខ្ញុំតែម្នាក់នេះមិនទាន់មកក្បាលថ្ងៃនេះកុំសង្ឃឹមថាអ្នកណាម្នាក់អាចទៅរួចឲ្យសោះអ្នកមានសិទ្ធិអ្វីមកកំណត់សេរីភាពខ្ញុំមានលុយហើយចង់ធ្វើអីក៏បានមែនទេលែងដៃខ្ញុំព្រោះខ្ញុំជាអ្នកកាន់កាប់ធំនៅក្នុងផ្ទះនេះលុយរបស់ប្រពន្ធខ្ញុំក៏ជាលុយរបស់ខ្ញុំដែរបើមិនបានការអនុញ្ញាតពីខ្ញុំកុំសង្ឃឹមថានឹងយកលុយទៅបានមួយសេនលោកម្ចាស់ផ្ទះឲ្យខ្ញុំសូមអង្វរលោកមករករឿងខ្ញុំម្នាក់ឯងទៅបានទេកុំធ្វើឲ្យកូនភ័យខ្លាចអីនោះគឺជាលុយដែលខ្ញុំសន្សំទុកតាំងពីមុនរៀបការជាមួយលោកខ្ញុំយកលុយខ្ញុំផ្ទាល់ខ្លួនទៅឲ្យកូនបង្កើតរបស់ខ្ញុំតើវាខុសត្រង់ណាតើលោកចង់ឲ្យខ្ញុំឈោមើលពួកវាដេកតាមផ្លូវហើយឲ្យកណ្ដុរកាត់ស៊ីមែនទេនាងស្រីល្ងងអើយនាងស្មានថាការហុចលុយ120,000គឺហៅថាជាម្ដាយល្អមែនទេលុយបន្តិចបន្តួចនេះអាចចិញ្ចឹមពួកវាបានមួយជីវិតមែនទេចុះឲ្យខ្ញុំធ្វើម៉េចទៅខ្ញុំក៏ចង់នៅក្បែរថ្នាក់ថ្នមពួកវាជារៀងរាល់ថ្ងៃដែរតែខ្ញុំខ្លាចលោកមើលងាយពួកវាថាជាបន្ទុកក្រៅពីលួចឲ្យលុយពួកវាតើខ្ញុំអាចធ្វើអ្វីបានទៀតពិតជាល្ងងដល់ហើយដល់ពេលលុយអស់ពួកវាក៏ត្រូវទៅសុំទានគេទៀតការដែលនាងលួចឲ្យលុយបែបនេះគឺស្មើនឹងយកកាំបិតទៅចាក់បេះដូងកូនខ្លួនឯងអញ្ចឹងដែរតើកូនត្រូវការតែលុយមែនទេអ្វីដែលពួកវាខ្វះគឺគ្រួសារមួយគឺភាពកក់ក្ដៅពីការស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយភាពលំបាកទាំងនេះនាងស្មានថាប្រើពន្ធនាគារប៉ុន្មានសន្លឹកមកដោះស្រាយបានមែនឬលោកប្រធាននេះលុយសុទ្ធ1លានគ្រប់ចំនួនមិនខ្វះ1សេនទេហើយនៅមានព្រះឲ្យលោកគូលោកដកលុយសុទ្ធច្រើនបែបនេះយកទៅធ្វើអ្វីគឺយកទៅឲ្យកូនប្រុសស្រីថ្មីរបស់ត្រកូលគូទុកជាលុយចាយវីពេលជួបមុខគ្នាដំបូងវ៉ាន់រូបឥឡូវនេះនាំពួកគេទៅផ្សារទំនើបធំជាងគេក្នុងក្រុងទិញខោអាវថ្លៃបំផុតម្នាក់ទៅយើងទៅផ្សារឥឡូវនេះចង់បានអីទិញហ្នឹងកុំចិត្តពួកឲ្យសោះអូហូល្អណាស់កូននឹងទៅទិញខោអាវថ្មីនៅផ្សារទំនើបហើយអរគុណពូនិងម៉ាក់កូនមិនដឹងថាត្រូវនិយាយអ្វីទេប៉ុន្មានឆ្នាំមកនេះប្អូនសិវធាននិងប្អូនបានឆ្លងកាត់ការលំបាកខ្លាំងណាស់
អូននឹកស្មានថាគ្មានអ្នកណាមកស្រឡាញ់ពួកយើងចេញពីចិត្តទៀតហើយអរគុណដែលផ្ដល់ផ្ទះដ៏កក់ក្ដៅនេះឲ្យពួកយើងក្មេងល្ងងអរគុណអ្វីទៅកូនគឺជាដួងចិត្តរបស់ម៉ាក់កាលពីមុនម៉ាក់សុំទោសកូនដែលធ្វើឲ្យកូនត្រូវរងទុក្ខចាប់ពីពេលនេះទៅគ្រួសារយើងនឹងមិនបែកគ្នាទៀតទេត្រូវហើយគ្រួសារគឺត្រូវតែនៅជុំគ្នាទៅមានរឿងអ្វីកូនអាចប្រាប់ពូបានគ្រប់រឿងបាទចាស់អរគុណពូនិងម៉ាក់ពួកយើងនឹងស្ដាប់បង្គាប់ចាប់ពីពេលនេះទៅ